តាមច្បាប់ហើយយើងចង់ជួលមេធាវីឲ្យធ្វើការនឹងតាមនឹងតែកុំកល់ជាក់ថាចេះចំពោះខ្ញុំអាចមាននេះមួយទៀតគឺបំភ្លេចចោលគេនឹងឲ្យគេយកលុយនឹងប្រមាណនឹងយកទៅធ្វើទៅយើងចាប់ដើមសមាគមថ្មីយកទៅតទៅមុខស្ដាប់ខ្ញុំសិនស្ដាប់ខ្ញុំសិនបាទជេវាមិនតែទេយកស្ដាប់បើតាមបញ្យល់ព្រមទៅតាមនេះជាមតិរបស់ខ្ញុំគាត់ថាយើងសោកចិត្តបង្កើតគាត់ធ្វើជាចាប់ពីថ្ងៃនេះដល់ទៅគឺជាក្រុមថ្មីយើងអត់បានឈ្មោះយើងចាស់ហ្នឹងទេតែយើងបង្កើតជាក្រុមថ្មីស្ដាប់ខ្ញុំសិនចាំវាឲ្យតាមបកស្រាយ High Paul ទី1លុយដែលយើងកាយចាយលុយកាស៊ីណូអត់ស្រួលទេតែអង្វរគេខ្ញុំប្រើនេះបានអត់ខ្ញុំប្រើនេះបានអត់សមាគមប្រជាជនទាំងអស់ឃើញសមាគមមកថាមិនបាច់ឲ្យ donate ឲ្យបរិច្ចាគឲ្យច្រើនទេព្រោះមានលុយកាស៊ីណូចាយបងចាយទៅដូច្នេះអ្នកចូលបនអ្នកចូលតាមហ្នឹងអត់ស្អីឲ្យប្រហែលនេះហើយយើងយកទៅចាយគេម្ដងអត់មានស្រួលទេទិញនេះសុំច្បាប់គេទិញនោះសុំច្បាប់គេនឹងហេតុផលទី2បើយើងតាមដានសុខចិត្តយកយើងទៅប្តឹង lawyer ទៅអីហ្នឹងណា lawyer ភាគច្រើនបើបានជាស្នាក់ចិត្តហ្នឹង1ម៉ោងពី$500ទៅ$700អូខេនឹងជាទូទៅឧទាហរណ៍ថាយើងយកលុយពីសមាគមយើងជាបងប្អូនបរិច្ចាគមកឲ្យទៅជួលឧទាហរណ៍ថាយើងចំណាយអស់$20000អូខេ$20000យើងយកចំណាយទៅ lawyer ហ្នឹងយើងគេខាងនោះគេអាចយកលុយកាស៊ីណូហ្នឹងទៅចាយទៅ pay ឲ្យ lawyer ឧទាហរណ៍យើងឈ្នះក្តីនឹងហើយគេបកគលអីឲ្យយើងមួយហើយគេថាអូខេអ្នកឯងយកទៅកាស៊ីណូធ្វើ audit យើងម្ដងទៀតអ្នកកាន់ថ្មីនេះអ្នកណាគេអ្នកសងឲ្យលុយហ្នឹងដូច្នេះអស់20000ថែមទៀតណាព្រោះគេជួល lawyer មកយើងទៀតនោះដូច្នេះយើងអាចអស់លុយពីសារហ្នឹងហើយបើសិនជាយើងយកអា20000ហ្នឹងយកទៅចាប់ដើមមកធ្វើជាស្អីជាថ្មីក៏ទៅបើសិនជាយើងជប់ support ខាងគេលុយនឹងឲ្យគេចាយរបៀបមិនលុយភាគច្រើនដល់ជប់ចាយលែងបានហើយអាកាស៊ីណូហ្នឹងហើយអត់មានភាគច្រើនដែលយើងបានលុយបរិច្ចាគពីបងប្អូនហ្នឹងគឺពីចូលឆ្នាំពីប្រជុំហ្នឹងដែលគេទៅបរិច្ចាគឲ្យយើងលក់ហូបលក់អីហ្នឹងអាហ្នឹងយើងប្រើលុយហ្នឹងខ្ញុំក៏បញ្ជាក់ចឹងទេគាត់ថាមុននឹងយើងធ្វើលុយបើសិនជាយើងទៅលុយដែលគេស្ម័គ្រចិត្តឲ្យយើងហ្នឹងអាហ្នឹងយើងសាកទៅណាតែបើសិនជាចំណាយលុយខ្ញុំគាត់ចេះថាយើងអាចខាតពិសាចូលលុយតែគេមានប្រមាណវាប្រមាណគេមានប្រមាណហ្នឹងយើងបើគេមិនបកគលឲ្យយើងអត់ធ្វើការទេយើងមិនដឹងហើយរឿងមួយទៀតបើសិនជាយើងអត់បានឈ្មោះនឹងមកវិញយើង apply ចំ casino funding ជាថ្មីណាវាអត់សំណុកទេព្រោះភាគច្រើនឥឡូវនៅក្នុង Alberta ហ្នឹងតែក៏មានប្រមាណ100 organization ដែលសុំ casino ហ្នឹងដូច្នេះបើយើងនេះធ្វើជាឈ្មោះថ្មីអានឹងវាអាចខាតហ្នឹងតែដូចខ្ញុំថាចឹងបើសិនជាយើងបានកាស៊ីណូនឹងមកហើយលុយយើងចាយវិធានីជាងស្អីយើងទិញម្ហូបក៏បានទីប្រជុំអីហ្នឹងគឺអត់បានទេទាំងអស់ដូច្នេះអាការចំណាយនីមួយគឺតាមលក្ខខណ្ឌរបស់គេច្បាស់លាស់ណាស់អានេះក៏គំនិតរបស់ខ្ញុំបើសិនជាបងប្អូនសុំគិតថាជាទៀតទៅបងយើងនេះ